video នេះគឺសម្រាប់បងប្អូនណាដែលគាត់ចង់បិទ friendly ដល់មិនចង់ឲ្យនរណាម្នាក់ឃើញ friend នៅក្នុង Facebook របស់បងប្អូនតោះទៅមើលវីដេអូនេះដល់ចប់ជាបងអ្នកនរគ្នាចូលក្នុង Facebook មកហើយចុចកន្លែងត្រី3ខាងលើបន្តមកទៀតចុចកន្លែង setting and privacy រួចចុចកន្លែង setting កន្លែងរូបមនុស្សបន្តមកទៀតអស់ចុះមកក្រោមបងប្អូនឃើញកន្លែងរូបមនុស្សនេះ how to people find and contact you ចុចកន្លែងហ្នឹងមកបន្តមកទៀតបងប្អូនចុចកន្លែង clear ទី2មកដល់ត្រង់ចំណុចនេះបងប្អូនចុចកន្លែង CR មកអញ្ចឹងបងប្អូនយក only me ក៏បាន friend ក៏បាន public ក៏បានអញ្ចឹងបើសិនជាបងប្អូនយក only me គឺគេអត់មានឃើញ friend list នៅក្នុង Facebook របស់បងប្អូននេះអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យគេឃើញទូទៅបងប្អូនចុច public ទៅហើយឥឡូវ friend នេះគឺ friend របស់បងប្អូនគឺឃើញគ្នាទៅមកអញ្ចឹងសម្រាប់ខ្ញុំយក only me អញ្ចឹងខ្ញុំចុច save រួចជាការស្រេចអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេខ្លីៗទេបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចជួយ subscribe channel របស់ខ្ញុំមួយដើម្បីបានវីដេអូចែករំលែកបន្តទៀតបាទអរគុណច្រើន